មកដើរលេងជាមួយខ្ញុំទៅមើល concert Cigarette After Sex ឥឡូវនេះយើង arrive in Thailand ហើយបងប្អូនអញ្ចឹងយើងធ្វើដំណើរទៅចំណតឡានបន្ទាប់ពីខ្ញុំមកដល់ចំណតឡានហើយខ្ញុំចាប់ផ្ដើមទិញសម្បត្តិទិញអីចឹងទៅហើយក៏បានឡើងលើឡានអង្គុយលើឡានហ្មងដោយសារអីឡានចាប់ផ្ដើមចេញធ្វើដំណើរអ្នកទាំងអស់គ្នាហើយ vlog ហ្នឹងខ្ញុំទៅយូរទៅតាំងពីដើមឆ្នាំមកអ្នកទាំងអស់គ្នាតែខ្ញុំទៅបានកាត់ខ្ញុំជាមនុស្សខ្យល់ចឹងទៅខ្ញុំទៅកាត់ថ្មីទៅបានកាត់ហើយចឹងឥឡូវហ្នឹងគឺខ្ញុំដើរទៅទឹកដោយសារអីឡានគេចង់អញ្ចឹងយើងទៅបន្ទប់ទឹកបន្ទាប់ពីចេញពីបន្ទប់ទឹកហើយក៏ធ្វើដំណើរមកដល់នៅកន្លែងញ៉ាំបាយថ្ងៃអ្នកទាំងអស់គ្នាហើយពួកខ្ញុំហ្នឹងបានចោះមកញ៉ាំបាយចឹងណាហើយក៏ពួកខ្ញុំបានចោះចូលស្វែងទៅទិញបាយស្វែងញ៉ាំអីញ៉ាំខ្ញុំជាមួយនឹងមិត្តភក្តិខ្ញុំកាលហ្នឹងដូចខ្ញុំទៅ3នាក់អ្នកទាំងអស់គ្នាទៅមើល concert Cigarette After Sex ហ្នឹងណាហើយឥឡូវហ្នឹងគឺខ្ញុំចូលស្វែងទៅទិញអីញ៉ាំទៅមកខ្ញុំទិញរបស់អីញ៉ាំហើយអញ្ចឹងយើងត្រូវរកកន្លែងអង្គុយញ៉ាំឥឡូវខ្ញុំមកដល់កន្លែងអង្គុយញ៉ាំហ្នឹងណាហើយក៏ខ្ញុំញ៉ាំបាយបដានិយាយពីនេះពីនោះបដាអញ្ចឹងនិយាយទៅកន្លែងហ្នឹងគឺខ្ញុំអត់ដឹងថានិយាយអីខ្លះតែដឹងថានិយាយគ្នាព្រោះអីយូរហើយវីដេអូហ្នឹងយូរមែនតើបន្តមកទៀតធ្វើដំណើរមកដល់បន្ទូណាអ្នកទាំងអស់គ្នាហើយខ្ញុំឈរមុខស្វែងហ្នឹងគឺអង្គុយចាំមិត្តភក្តិមកយកទៅផ្ទះអ្នកទាំងអស់គ្នាព្រោះខ្ញុំគេនៅផ្ទះមិត្តភក្តិអញ្ចឹងណាហើយមកដល់ផ្ទះភ្លាមពួកខ្ញុំចាប់ផ្ដើមធ្វើខ្លួន get ready អ្នកទាំងអស់គ្នាមានការផាត់មុខដោះខ្លួនរៀបចំកាយនិយាយទៅមកដល់សម្រាប់មកផ្លេតអីមកផ្លេតចាប់ផ្ដើមធ្វើខ្លួនដើរលេងតដោយសារមិត្តភក្តិខ្ញុំគាត់ទៅហ៊ានគាត់ហ៊ាននៅនឹងផ្ទាល់អញ្ចឹងទៅក៏គាត់ណែនាំថាទៅកន្លែងណាសប្បាយគាត់ recommend នាំដើរលេងអីចឹង make up ហើយអ្នកទាំងអស់គ្នានេះគឺជា make up look របស់ខ្ញុំនិយាយទៅកាលណាខ្ញុំដឹងថាខ្ញុំផាត់មុខបែបមួយខ្ញុំចេះតែផាត់ហើយអ្នកទាំងអស់គ្នាអើយមើលស្អាតប្រហែលភាគរយជួយ comment ម្នាក់មួយផងថាស្អាតប្រហែលភាគរយអីចឹងបន្តមកទៀតក៏ខ្ញុំចាប់ដើមចេញដំណើរដើរលេងអ្នកតែងខ្លួនឡើងខ្វងឲ្យតែដើរលេងគឺតែងខ្លួនខ្វងហ្មងអ្នកទាំងអស់គ្នាហើយខ្ញុំចាប់ដើមដើររត់តុកអ្នកទាំងអស់គ្នាតែមិនដើររត់តុកទៅយើងធ្វើដំណើរដើរទៅកន្លែងរទេះភ្លើងសិនអ្នកទាំងអស់គ្នាដើម្បីយើងដើររកកន្លែងរទេះភ្លើងដើម្បីជារទេះភ្លើងទៅមកតង់ហើយបានយើងទៅដល់កន្លែងគោលដៅយើងបានយើងឡើងតុកទៅតអ្នកទាំងអស់គ្នាឡើងតុកទៅកន្លែងដែលយើងចង់ទៅមកនេះមិត្តភក្តិខ្ញុំអ្នកទាំងអស់គ្នាគឺមិត្តភក្តិខ្ញុំហ៊ាននៅហ្នឹងអញ្ចឹងទៅឥឡូវហ្នឹងយើងមកដល់កន្លែងរទេះភ្លើងយើងចេញពីរទេះភ្លើងក៏ខ្ញុំថត view បន្តិចតួចចឹងហើយក៏ជិះសាំឡតអ្នកទាំងអស់គ្នាតុកហ្នឹងគឺជិះនិយាយទៅជិះនិយាយគ្នាបដាអីបដាសួរសុខទុក្ខបដាអីបដាចឹងអ្នកទាំងអស់គ្នាហើយក៏បានមកដល់កន្លែងដែលគេល្បីហ្នឹងអ្នកទាំងអស់គ្នាខ្ញុំជាមួយពួកម៉ាក់ខ្ញុំបានដើរមើលគេមើលឯងផងហើយរកកន្លែងញ៉ាំអីអ្នកទាំងអស់គ្នាហើយដល់ចុះដល់ឡើងឃើញប្រុសស្អាតមួយចឹងហើយក៏បន្តធ្វើដំណើរដើរទៅទៀតដោយសារអីត្រូវការរកកន្លែងញ៉ាំអីដែរកន្លែងណាញ៉ាំណាដែលឆ្ងាញ់ទំនងចឹងហើយក៏ខ្ញុំបានមកដល់នៅហាងការ៉េនេះឆ្ងាញ់មែនតើអ្នកទាំងអស់គ្នាឥឡូវមកភ័ក្រខ្ញុំកំពុងតែកំងនេះគេខ្លះអីចឹងអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែកំងដូចគ្នាអ្នកទាំងអស់គ្នាតែចង់ញ៉ាំអីចឹងហើយក៏សម្រេចចិត្តថាកំង3-4មុខដែរអ្នកទាំងអស់គ្នាញ៉ាំអត់អស់ទេអ្នកទាំងអស់គ្នាអើយហើយមកហូបគេទំនងមែនតើអ្នកទាំងអស់គ្នាឆ្ងាញ់សាហាវទៅឆ្ងាញ់ទាំងអស់ហ្មងអ្នកទាំងអស់គ្នាហើយនេះមុននឹងញ៉ាំគឺយើងត្រូវឲ្យកាមេរ៉ាញ៉ាំមុនសិនណាអ្នកទាំងអស់គ្នាបន្តមកទៀតគឺខ្ញុំក៏ឲ្យកាមេរ៉ាខ្ញុំញ៉ាំដែរដើម្បីថតទុកអនុស្សាវរីយ៍ថត post story អីចឹងអ្នកទាំងអស់គ្នាបន្តមកទៀតចាប់ដាំញ៉ាំអ្នកទាំងអស់គ្នាឆ្ងាញ់ហើយមើលទៅមកញ៉ាំពិតជាឆ្ងាញ់មែនតើអ្នកទាំងអស់គ្នាហើយញាប់បន្លែទៀតចាគឺមានការយកបន្លែជុតបបេហើយឥឡូវចេញពីហ្នឹងគឺមានការជាតែភ្លើងទៅផ្ទះវិញអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងនៅតែភ្លើងអ្នកទាំងអស់គ្នាជាមួយមិត្តភក្តិខ្ញុំធ្វើដំណើរជិះចេញពីខណ្ឌមួយទៅខណ្ឌមួយអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺកំពុងតែនៅក្នុងរទេះភ្លើងឈរដោយសារមានកន្លែងអង្គុយអ្នកទាំងអស់គ្នាចឹងទៅក៏ឈរទុកបដាអីបដាចឹងទៅអ្នកទាំងអស់គ្នាហើយក៏ឃើញមិត្តភក្តិខ្ញុំមួយនោះគឺគាត់ដើរលេងហត់ពេកអ្នកទាំងអស់គ្នាគាត់មានការដេកមួយដេកជាខ្លាំងក៏គាត់មកដេកតែម្ដងអ្នកទាំងអស់គ្នាអើយបន្តមកទៀតក៏ខ្ញុំធ្វើដំណើរទៅជិះរៀងមកសន្ទុះធំដែរបានទៅដល់ផ្ទះអ្នកទាំងអស់គ្នាបន្តខ្ញុំមកដល់ផ្ទះហើយបងប្អូនមើលភ្នែកសូក៏ក្រិចមែនតើហើយugly face រៀបចំគេព្រឹកថ្ងៃទី2ខ្ញុំចាប់ដើមងើបពីផឹកអីចឹងដើម្បីទៅផ្សារអ្នកទាំងអស់គ្នាជាអតិភ្លើងទៅផ្សារបន្ទូណាមអ្នកទាំងអស់គ្នាទៅទិញកៅអៅបន្តិចបន្តួចទុកពាក់អីចឹងហ
ហើយឥឡូវហ្នឹងគឺខ្ញុំបានធ្វើដំណើរមកដល់ផ្សារហើយគឺមិត្តភ័ក្តិខ្ញុំអីហ្នឹងនាំគ្នាទិញអាវ៉ាន់បដាអីបដាចឹងទៅរួមទាំងខ្ញុំដែរទិញអាវ៉ាន់អស់ច្រើនមែនតើអ្នកទាំងអស់គ្នាហើយក៏នៅតែទិញដដែលអ្នកទាំងអស់គ្នាគឺដើរមើលដើរអីចឹងអ្នកទាំងអស់គ្នាខ្ញុំពេលហ្នឹងខ្ញុំទិញបានរៀងគួរសមដែរអ្នកទាំងអស់គ្នានិយាយទៅអត់ដែរចោលជាមួយនឹងកៅអៅរៀងធូរថ្លៃយើងទិញច្រើនអ្នកទាំងអស់គ្នាបន្ទាប់មកទៀតគឺខ្ញុំធ្វើ OOTD របស់ខ្ញុំសម្រាប់ថ្ងៃទី2អ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺខ្ញុំចាប់ដើមជាតែភ្លើងទៅផ្ទះអ្នកទាំងអស់គ្នាដើម្បីដល់ពេលល្ងាចខ្ញុំចាប់ដើមធ្វើខ្លួនជាដំណើរដើរលេងទៀតអ្នកទាំងអស់គ្នានិយាយទៅខ្ញុំទៅយូរពេលហ្នឹងដូចជាទៅ3យប់4ថ្ងៃអ្នកទាំងអស់គ្នានេះដល់វាពេលយប់ម្ដងអ្នកទាំងអស់គ្នានេះឡើងខ្ញុំត្រូវកម្រងទៅហាងកាហ្វេមួយប៉ុន្តែពេលទៅដល់ហាងគេបិទអញ្ចឹងទៅក៏ខ្ញុំចាប់ដើមដូរ plan ទៅសយាម Paragon វិញអ្នកទាំងអស់គ្នាគឺដើរមើលគេមើលឯងអញ្ចឹងទៅអ្នកទាំងអស់គ្នាមានអីអ្នកទាំងអស់គ្នាអត់មានលុយទិញអីអញ្ចឹងបានទៅដើរមើលគេហើយទិញអីផឹកបន្តិចបន្តួចអញ្ចឹងតែនេះគឺខ្ញុំអង្គុយចាំញ៉ាំបាយការ៉េបាយអីហ្នឹងហើយក៏ញ៉ាំហូបការ៉េមកហូបអីមិនតិចអញ្ចឹងទៅហើយក៏ត្រឡប់មកផ្ទះវិញអ្នកទាំងអស់គ្នាអូមែនអ្នកទាំងអស់គ្នាពេលខ្ញុំទៅសយាមហ្នឹងគឺខ្ញុំបានចូលទៅទិញនៅវត្តសាន់ដែរទិញរបស់បន្តិចបន្តួចຕົកដែរដើម្បីយើងត្រូវការចាំបាច់ដូចខ្ញុំ offer មកអីចឹងទៅខ្ញុំទិញពីហ្នឹងមកដោយសារអីដូចតែគ្នាទេអ្នកទាំងអស់គ្នាហើយឥឡូវនេះដល់ព្រឹកថ្ងៃ concert ទេអ្នកទាំងអស់គ្នាពួកខ្ញុំបានងើបហើយក៏ពួកខ្ញុំបានដើរលេងទៀតអ្នកទាំងអស់គ្នាព្រោះអីទៅខាងកន្លែងម្ដុំទៀតដែលមកភ័ក្រខ្ញុំ recommend ឲ្យទៅហ្នឹងក៏ខ្ញុំចាប់ដើមរៀបចំខ្លួនរៀបអីហើយខ្ញុំជិះដំណើរទៅដើរលេងមកអ្នកទាំងអស់គ្នាឥឡូវហ្នឹងព្រឹកឡើងគឺខ្ញុំបានធ្វើដំណើរដើរទៅរករថភ្លើងអ្នកទាំងអស់គ្នាដើម្បីជិះពីរថភ្លើងទៅពីហ្នឹងទៅម្ដុំកន្លែងផ្សេងមួយទៀតដែរនៅហ្នឹងក៏មានរបស់លក់អីរៀងគួរសមដែរអ្នកទាំងអស់គ្នាគឺខ្ញុំបានដើរទៅដល់ផ្សារហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាហើយមានទិញអីច្រើនទៀតអ្នកទាំងអស់គ្នាគាត់ទិញអីបន្តិចបន្តួចទុកយកមកផ្ញើអ្នកផ្ទះឬក៏មកផ្ញើមិត្តភក្តិអីចឹងប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាគឺមានការ enjoy សាហាវមែនតើអ្នកទាំងអស់គ្នាគឺដើរលេង chill ទៅទិញអីញ៉ាំទៅហើយទៅ OOTD ចឹងអ្នកទាំងអស់គ្នាពី OOTD ហើយគឺមានការពង្រឹងខ្លួនចុះឡើងlikeយើង confident និយាយទៅ outfit ហ្នឹងគឺត្រូវដូរហងៃអ្នកទាំងអស់គ្នាបន្ទាប់មកទៀតគឺខ្ញុំបានធ្វើដំណើរឡើងកម្មចដាយន្តអ្នកទាំងអស់គ្នាជាមួយនឹង3នាក់ឡើងទៅផ្សារគេហ្នឹង like ទៅទិញអីបានកញ្ជិកញ្ជុកខ្លះអីចឹងអ្នកទាំងអស់គ្នាឥឡូវនេះគឺយើងចូល Moshi និយាយទៅ Moshi ហ្នឹងកាលខ្ញុំទៅហ្នឹងឃើញ collection របស់ NCT Dream collab ជាមួយនឹង Moshi ហើយខ្ញុំមកតាំងអីលក់អីហ្នឹងចឹងខ្ញុំបានទិញអាហ្នឹងហើយប៉ុន្តែខ្ញុំទៅទិញអីផ្ញើអ្នកផ្ទះចឹងផ្ញើក្មួយផ្ញើមីងផ្ញើម៉ាក់ផ្ញើចែបផ្ញើអីហ្នឹងនិយាយទៅផ្ញើទាំងអស់ហើយបន្តមកទៀតយើងត្រឡប់ដើរមកវិញដើម្បីអីមក get ready ធ្វើខ្លួនដើម្បីយប់ឡើងគឺយើងទៅមើល concert ហ្មងឥឡូវនេះគឺខ្ញុំធ្វើខ្លួនហើយអ្នកទាំងអស់គ្នាខ្ញុំកាត់យកឯឥឡូវហ្នឹងគឺខ្ញុំធ្វើខ្លួន get ready ហើយជាលក្ខណៈអាសន្យាស្មាមកចាហៀងកបោស៊ីគេបែប girly I think ហើយឥឡូវហ្នឹងគឺយើងធ្វើដំណើរជិះឡានចឹងក៏ confident ដែរ like ស្អីគេ concert គេឡើង black concept គេ black ទីខ្ញុំវាយសអីណាដូចតលេងធ្លាក់ប្រើអីនេះឥឡូវឡានស្ទះមែនតើអ្នកទាំងអស់គ្នាអើយចឹងគឺមានការស្ទះហើយខ្ញុំទៅនឹងរៀងចិត្តដោះមកគេចូលដែរចឹងគេចាប់ដើម stand by ហើយខ្ញុំទទួលបាន support បន្ទាប់មកគឺខ្ញុំ excited មែនតើបន្ទាប់មកទៅគឺមានការចាំដើម្បីដល់មកឲ្យគេចូលគេឲ្យយើងចូលចឹងអ្នកទាំងអស់ខ្ញុំ so excited so ឥឡូវនេះគឺយើងចាប់ដើមចូលដល់ hall ហើយអ្នកទាំងអស់គ្នាចូលដល់ hall នោះបានថតរូបបន្តិចបន្តួចដែរជាមួយភ័ក្រអីចឹងហើយក៏ចាប់ដើម concert let's go